សួរបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូដំណើរកម្សាន្តថ្មីរបស់ពួកយើងទាំងពីរនាក់ហើយឥឡូវនេះដែរពួកយើងកំពុងតែរៀបចំនិងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមហើយគម្រោងនៃដំណើរកម្សាន្តរបស់ពួកខ្ញុំគឺពួកខ្ញុំចង់ទៅលេងឲ្យដល់សាប៉ាបងប្អូនសម្រាប់ការធ្វើដំណើរនៅដំណាក់ខាងត្បូងនេះគឺយើងជិះឡានក្រុងពីស្ទឹងត្រែងទៅកាន់ហូជីមិញឬក៏សាយកនសម្រាប់តម្លៃឡានក្រុងម្នាក់ប្រហែលជា$30បន្ទាប់ពីធ្វើដំណើរប្រហែលជា3ម៉ោងឥឡូវនេះយើងបានមកដល់ច្រកទ្វារអន្តរជាតិកម្ពុជាវៀតណាមហើយបងប្អូនឥឡូវនេះដល់ពេលញ៉ាំបាយថ្ងៃត្រង់ហើយបងប្អូនសម្រាប់បាយថ្ងៃត្រង់គឺខាងឡានគេអ្នកចេញឲ្យយើងបន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់ហើយយើងក៏ធ្វើដំណើរមកមុខទៀតប្រហែលជា2ទៅ3ម៉ោងទើបយើងបានមកដល់ហូជីមិញពេលមកដល់ហូជីមិញយើងក៏ឡើងតាក់ស៊ីដើម្បីបន្តដំណើរទៅកាន់ពលានយន្តហោះសាយកនហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងហាណូយតែម្ដងតាមពិតទៅជើងហោះហើរគឺយើងត្រូវហោះនៅម៉ោង9:15នាទីប៉ុន្តែដោយសារតែយើងមកដល់មុនម៉ោងអញ្ចឹងហើយយើងក៏មកចាំនៅពលានយន្តហោះមុនឥឡូវយើងបាន check in ចប់សពគ្រប់ហើយយើងចូលទៅកន្លែងមួយទៀតដែលគេហៅថាកន្លែង security checking point តទៅពី scan ហើយយើងក៏ចូលទៅរងចាំនៅខាងក្នុងសួស្តីអ្នកនរគ្នាឥឡូវនេះពួកយើងបានមកដល់ពលានយន្តហោះនៅហូជីមិញហើយបន្តិចទៀតនេះពួកយើងនឹងត្រៀមនឹងធ្វើការហោះហើរទៅកាន់ទីក្រុងហាណូយបន្ទាប់ពីរងចាំរយៈពេលជាច្រើនម៉ោងយើងក៏ទទួលដំណឹងថាជើងហោះហើរត្រូវបានពជាពេលហើយមិនមែនពជាពេលតែម្ដងទេគឺដល់ទៅ3ដងឥឡូវជើងហោះហើរត្រូវបានពជាពេលលើកទី3ហើយម៉ោងដែលត្រូវចេញធ្វើដំណើរគឺម៉ោង11:30នាទីប៉ុន្តែ Google Translate ជួយបន្ថយ10នាទីសល់11:20ដើម្បីកុំឲ្យអ្នកចាំមានអារម្មណ៍ថាតានតឹងនឹងឲ្យបងប្អូនអរគ្នាបន្ទាប់ពីយើងរងចាំអស់រយៈពេលជាយូរឥឡូវយើងចាប់ផ្ដើមឡើងយន្តហោះឲ្យបងប្អូនហើយការធ្វើដំណើរបើសិនបើយើងចេញនៅម៉ោង11កន្លះយប់អញ្ចឹងយើងអាចនឹងទៅដល់ម៉ោងប្រហែលជា7:03ទៀបភ្លឺបងប្អូនដំណើរកម្សាន្តថ្ងៃទី1នេះយើងធ្វើការធ្ងន់តិចឯងបងប្អូនអរគ្នាគឺយើងត្រូវធ្វើដំណើរប្រមាណជា1350គីឡូក្នុងរយៈពេល1ថ្ងៃឥឡូវនេះយើងបានមកដល់ពលានយន្តហោះណូបៃនៃទីក្រុងហាណូយហើយបងប្អូនបន្ទាប់ពីយកអីវ៉ាន់នេះហើយយើងក៏ធ្វើដំណើរតាមតាក់ស៊ីឆ្ពោះទៅកាន់សន្តាគារចម្ងាយពីពលានយន្តហោះទៅកាន់សន្តាគារប្រហែលជា25គីឡូយើងមកដល់នេះយប់ជ្រៅមែនតើបងប្អូនហើយឥឡូវនេះយើងកំពុងតែធ្វើការតំណែងទៅកាន់ receptionist ចូលទៅក្នុងសណ្ឋាគារដើម្បីបានស្នាក់នៅ
ឥឡូវនេះម៉ោង 3:35 នាទីហើយពួកយើងទៅតែបានមកដល់កន្លែងគេង